បាទសួស្តីបងប្អូនទាំងអស់គ្នាបាទសម្រាប់វីដេអូនេះគឺខ្ញុំចង់មកពង្យល់ទៅនឹងការអាប់ដេតឡើង version អញ្ចឹងនៅក្នុងការអាប់ដេត tool របស់យើងហ្នឹងគឺអត់មានអីពិបាកទេគឺងាយស្រួលមែនទែនអញ្ចឹងនៅពេលដែលបងប្អូនកំពុងតែប្រើហើយខ្ញុំធ្វើការអាប់ដេត version ថ្មីនោះនឹងវានឹង alert ឃើញនៅខាងលើបែបនេះចាំមើលឥឡូវហ្នឹងគឺបងប្អូនកំពុងតែប្រើអញ្ចឹងនៅពេលដែលបងប្អូនបិទហើយបើក extension មកវិញគឺវានឹង load pop up ឲ្យយើងធ្វើការអាប់ដេតតែម្ដងបាទនៅពេលដែលចុចបើកបែបហ្នឹងហើយវានឹង alert បែបនេះបាទអញ្ចឹងនៅពេលដែលវា alert បែបហ្នឹងគឺបងប្អូនគ្រាន់តែចុចupdate now ទៅគឺវានឹង download file last version នេះមានន័យថា version ចុងក្រោយណាចឹងបងប្អូនគ្រាន់តែចុច update now មកហើយ download វាមកបាទបន្ទាប់ពី download ហើយបើកវាមកហើយយើង copy file ទាំងអស់នេះមកបាទ copy file ហើយទាញបញ្ចូលក្នុង folder ដែលយើងធ្លាប់ដាក់ folder flow ហ្នឹងណា folder extension ហ្នឹងដែលយើងធ្លាប់ដាក់បាទទាញវាចូលមកក៏បានហើយលុបវាសិនក៏បានដែរបាទលុបវាសិនមកលុបអាចាស់ចេញហើយយើងទាញ file ថ្មី version ថ្មីយើងចូលមកបាទប៉ុណ្ណឹងគឺហើយបិទវាមកបាទហើយបន្តទៀតបងប្អូនបិទសិតមកហ្នឹងហើយចុចម្ដងទៀតមកវានឹងឡើង version 5 2.6 ហើយអូដោយសារខ្ញុំអត់ត refresh បាទបិទវាសិនខ្ញុំ refresh ខ្ញុំ reload វាសិនមកអូខេ reload ហើយអញ្ចឹងខ្ញុំបើកវាសថ្មីវានឹង load version last version ណានេះ 2.6 មិញ 2.5 អញ្ចឹងសម្រាប់ version 2.6 នេះគឺខ្ញុំថែមនៅកន្លែង normal ហើយមានពាក្យថាកន្លែង fast queue mode អញ្ចឹងមានន័យថាគាត់ចង់បាននៃការ pass prompt នឹងលឿនគឺបងប្អូនគាត់តែចុចអាហ្នឹងមកហើយកំណត់ចំនួនវិនាទីមកអញ្ចឹងជាធម្មតានឹងខ្ញុំណែនាំគឺ20វិនាទីគឺល្អហើយកន្លែងហ្នឹងណាបាទគឺមានប៉ុណ្ណឹងសម្រាប់តទៅនឹងការ update អរគុណ